មុននឹងចាប់ផ្ដើមជាទម្លាប់របស់យើងត្រូវធ្វើអីបងសម្រាប់ទម្លាប់របស់ពួកខ្ញុំចាមុននឹងចាប់ផ្ដើមធ្វើគឺយើងមានជាមួយនឹងការសម្លាប់មេរោគគឺយើងមានជាមួយនឹង Hypo Clean ចាសម្រាប់ធ្វើការសម្លាប់ពពួកមេរោគនិងបាក់តេរីដែលនៅតោងជាប់ដៃអញ្ចឹងព្រះបាយចល័តរបស់យើងគឺទោះបីចល័តពិតមែនប៉ុន្តែយើងគិតគូរទៅលើសុវត្ថិភាពចាសុវត្ថិភាពម្ហូបចំណីអាហារអនាម័យបាទសុវត្ថិភាពចំណីអាហារតែម្ដងបាទអញ្ចឹងបងអាចបញ្ជាក់តិចមើលថាអាហ្នឹងគេធ្វើមិនខ្លះអូអាហ្នឹងគេបាញ់អញ្ចឹងណោះចាចុះបងនេះពេលយើងបាញ់អញ្ចឹងវាហើតែប៉ះបន្លែប៉ះរបស់យើងញ៉ាំអញ្ចេះវាអត់ប៉ះពាល់អីទេបងចាសម្រាប់ Hypo Clean នេះគឺថាវា organic ធម្មជាតិអញ្ចឹងអត់មានប៉ះពាល់ទោះបីជាយើងបាញ់ទៅលើបន្លែក៏អត់មានប៉ះពាល់អីដែរដោយសារនេះយើងបាញ់ទៅលើចូលក្នុងមាត់យើងក៏អត់អីដែរអញ្ចឹងសម្រាប់ការប៉ះពាល់បន្លែនេះគឺរឹតតែអត់ប៉ះពាល់ទៀតពិតជាពិសេសមែនតើបងប្អូននេះគឺជាសុវត្ថិភាពបាទថាដែលយើងមិនគួរមើលរំលងចាសម្រាប់ Hypo Clean ចាស់មុននឹងយើងធ្វើម្ហូបឬក៏បរិភោគអាហារចាស់យើងអាចធ្វើការបាញ់សម្លាប់ចាស់ជាមួយនឹងពពួកមេរោគនិងបាក់តេរីបានចាំបានន័យថាយើងអាចប្រើប្រាស់ជាមួយនឹង Hypo Clean នេះគ្រប់ពេលវេលាគ្រប់ទីកន្លែងបានព្រោះយើងអត់ប្រកាសថាមេរោគយើងមើលឃើញនឹងភ្នែកទេមែនទេបាទទៅបន្ទប់ទឹកមុនពេលចេញឬក៏ពេលចូលឬក៏មុនពេលចាប់កាន់អាហារគឺចាំបាច់មែនតើសម្រាប់សុវត្ថិភាពចាស់ចំណីអាហារក៏ដូចជាសុខភាពរបស់លោកអ្នកកុំភ្លេចជាមួយនឹង Hypo Clean បាទប្រើបានគ្រប់ពេលវេលាគ្រប់ទីកន្លែងចា